4 gram នេះវា 200k ទាំងអស់យើងធ្វើការមើលវាផងនៅពេលយកដូរ IC ទូបូកឲ្យ Panasonic error code H52 បាទយើងមកមើលការជួសជុលបតវាទាំងអស់គ្នាបាទទូនេះបញ្ហាបតអត់តែ H52 គឺបញ្ហាបតអានេះភ្ញៀវគាត់លើកមកទាំងទឹកម្ដងអូខេចាំយើងមកមើលបញ្ហាវាខ្ញុំធ្វើការចុចបើនេះគឺថាគ្រាន់តែចុចបើគឺ error H52 ម្ដងខ្ញុំធ្វើការចុច start ឲ្យមើលគឺថាវាចុចឲ្យបានទេហើយយើងចុចបិទក៏បាត់ឲ្យបានដែរជាយើងបិទយ៉ាងណាក៏បាត់ឲ្យបានខ្ញុំព្យាយាមបិទតែបាត់ឲ្យបានចុច start ក៏បានដែរហើយវា error code H52 បាទអូខេចាំយើងទៅដោះបតធ្វើវាទាំងអស់គ្នាបាទអូខេនេះមិនបិទបតក្រោយវាយើងធ្វើការដោះទៅជួសជុលមើលសិនបញ្ហាមកពីបតក្រោយនេះឯងបាទអាបតទាំងធំនេះឯងអូខេអានេះខ្ញុំបានរកហួយវាឃើញហើយ IC វាខូចមួយហើយ IC នេះខូចយើងត្រូវការមើល race ស្តង់ផងចាំខ្ញុំអស់ឲ្យមើលrace ស្តង់4ក្របនេះវា 200k ទាំងអស់យើងធ្វើការមើលវាផងនៅពេលយកដូរ IC តែខ្ញុំរក IC អត់បានដោយសារចូលឆ្នាំវាអត់មានលក់គេបិទអស់ដូច្នេះខ្ញុំធ្វើការកែយកបត power supply របស់នេះ Samsung យកមកដាក់ចូលអូខេចាំយកទៅតេស្តមើលសិនអូខេអានេះខ្ញុំបានដុត snap ដុតអុយដល់ហើយចាំខ្ញុំបើឲ្យមើលកន្លែងយើងកែមិញនេះដាក់ power supply របស់ទូប Samsung បាទវាមានភ្លើង 5V និង 12V អូខេខ្ញុំធ្វើការដុតពីភ្លើងសិនយើងមកតេស្តមើលទាំងអស់គ្នាបាទធ្វើការចុចបើសិនហើយខ្ញុំតេស្ត spin ម្ដងគឺតែវាឈប់ error ហើយមុនមិញនេះគ្រាន់តែយើងចុចបើទៅគឺ error ម្ដងអានេះវាលេង error ហើយបាទនៅចាំមើលវាពូតសិនអូខេគេថាដំណើរការបានហើយតែប៉ុណ្ណេះគឺអាចប្រើបានហើយបាទបើយើងមាន IC ខ្ញុំដូរ IC ស្រួលជាងប៉ុន្តែដោយសារថ្ងៃចូលឆ្នាំទៅគឺខ្ញុំរក IC អត់បានបាទណាមួយ IC ខ្ញុំអត់បានទិញមកទូកផងតែប៉ុណ្ណេះគឺអាចប្រើបានហើយបាទរួចដល់ហើយយើងមកមើលកន្លែងយើងធ្វើមិនខ្ញុំដល់មើលសាថ្មីទៀតអូខេរួចដល់ហើយបាទអរគុណច្រើនដែលបានទស្សនាវីដេអូជាងថ្ងៃពីដើមដល់ចប់បាទ